ព្រះពុទ្ធជាព្រះបរមគ្រូនៃយើងពលរដ្ឋកម្ពុជាតែងតែគោរពប្រតិបត្តិនិងស្ងើចសរសើរនៅតួអង្គព្រះពុទ្ធដែលហ៊ានលះបង់និងផ្សងរាប់រយរាប់ពាន់រដ្ឋកាប់ជាតិដើម្បីទទួលបានការត្រាស់ដឹងពុទ្ធប្រវត្តិជារឿងរ៉ាវរបស់ព្រះពុទ្ធចាប់ពីការបដិសន្ធិរហូតព្រះអង្គបានត្រាស់ដឹងមានកិត្តិយសសំណងមកនៅការអានជូនពុទ្ធប្រវត្តិចែកជាធម្មទានទៅកាន់ពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែត្រងត្រាប់និងស្ដាប់ដោយសេចក្តីជ្រះថ្លាជាទីបំផុតសូមលោកអ្នកតាមដានស្ដាប់ដោយសេចក្តីសោមនស្សរីករាយនិងជាទីជ្រះថ្លាបរិសុទ្ធនៃចិត្តជាមួយនឹងនាទីអានពុទ្ធប្រវត្តិព្រះពុទ្ធជាម្ចាស់ទ្រង់មានគុណណាស់អើយត្រារាប់ពុំបានព្រះពុទ្ធជាម្ចាស់ទ្រង់មានគុណណាស់អើយត្រារាប់ពុំបានដែលចូលនិព្វានចោលយើងឲ្យគ្រប់ប្រាណស្ដេចចូលនិព្វានចោលយើងឲ្យគ្រប់ប្រាណសល់តែទីឋានសក្ការៈបូជាប្រហែលជាមានហេតុនៅបច្ច័យអ្វីបានកើតឡើងហើយមើលទៅព្រះអានន្ទក៏ស្ទុះស្ទារត់ទៅរកព្រះសមណគោតមទាំងដកដង្ហើមដង្ហើតដង្ហក់កាលព្រះអង្គបានឃើញព្រះសាស្តាទ្រង់គង់នៅយ៉ាងស្ងៀមព្រះអានន្ទក៏ក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនតើមានហេតុបច្ច័យអ្វីដែលនាំឲ្យមានការកើតនៅរំជួយផែនដីដ៏សម្បើមគួរឲ្យព្រឺរោមព្រឺស្បែកតក់ស្លុតយ៉ាងនេះព្រះបរមសាស្តាទ្រង់ទតមើលព្រះភ័ក្ត្រព្រះអានន្ទទ្រង់ឆ្លើយថាមនាលអានន្ទហេតុបច្ច័យដែលនាំឲ្យរំជួយកក្រើកផែនដីនេះមាន8យ៉ាងតើហេតុបច្ច័យទាំង8យ៉ាងនោះជាអ្វីខ្លះហេតុទាំង8យ៉ាងនោះគឺទី1ពេលដែលខ្យល់បក់ខ្លាំងខ្យល់ធំនោះធ្វើឲ្យទឹកកក្រើកឡើងហើយទឹកនោះក៏ធ្វើឲ្យផែនដីកក្រើកឡើងព្រោះដីស្ថិតនៅលើផ្ទៃទឹកនិងទឹកស្ថិតនៅលើខ្យល់ហើយនិងខ្យល់ស្ថិតនៅលើអាកាសទី2ពេលដែលសមណៈក្តីព្រាហ្មណ៍ក្តីដែលស្ទាត់ជំនាញខាងផ្លូវចិត្តឬទេវតាក្តីដែលមានអានុភាពធំពុំបានចម្រើនបត្តវីសញ្ញាឲ្យមានកម្លាំងតិចនិងចម្រើនអបោសញ្ញាឲ្យមានកម្លាំងច្រើនសម្ដែងរិទ្ធទី3ពេលដែលមានព្រះពោធិសត្វយាងចុះអំពីឋានទោសិតមកកាន់ព្រះមាតុឧត្តរគឺចាប់កំណើតក្នុងផ្ទៃនៃមាតាណាមួយទី4ពេលដែលមានព្រះពោធិសត្វទ្រង់ប្រសូតចាកព្រះមាតុឧត្តរទី5ពេលដែលព្រះពុទ្ធទ្រង់ត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណទី6ពេលព្រះពុទ្ធទ្រង់ញ៉ាំងអនុត្តរធម្មចក្រឲ្យប្រព្រឹត្តទៅទី7ពេលដែលព្រះពុទ្ធទ្រង់ដាក់ព្រះអាយុសង្ខារនិងទី8ពេលព្រះពុទ្ធទ្រង់បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុព្រះពុទ្ធទ្រង់ព្រះតម្រេឃើញថាព្រះអង្គគឺជាមនុស្សចុះសម្រុងនឹងសង្គមមិនប្រកាន់វណ្ណៈស្រឡាញ់រាប់អានសត្វលោកទូទៅមិនរើសមុខទើបទ្រង់ត្រាស់នឹងព្រះអានន្ទបន្តទៀតថាមនាលអានន្ទបរិស័ទក៏មាន8ពួកដែរតើបរិស័ទ8ពួកនោះដូចម្ដេចខ្លះទៅបរិស័ទទាំង8ពួកនោះគឺទី1ខត្តយៈបរិស័ទទី2ព្រាហ្មណៈបរិស័ទទី3កហបតីបរិស័ទទី4សាមណៈបរិស័ទ
ទី5ចាត់តុមហារាជការបរិស័ទទី6តាវតឹងសបរិស័ទទី7មីរៈបរិស័ទនិងទី8ប្រមៈបរិស័ទមនាលអនន្តតថាគតស្គាល់បរិស័ទទាំង8ពួកនេះច្បាស់លាស់ខ្លាំងណាស់តថាគតធ្លាប់បានអង្គុយលេងជាមួយផងធ្លាប់ចរចាជាមួយផងធ្លាប់ចូលទៅសាកឆាជាមួយផងសម្បុរនៃបរិស័ទទាំង8ពួកនោះជាយ៉ាងណាសម្បុររបស់តថាគតក៏យ៉ាងដូច្នោះដែរសំឡេងនៃបរិស័ទទាំង8ពួកនោះយ៉ាងណាសំឡេងតថាគតក៏យ៉ាងនោះដែរពេលតថាគតកំពុងតែញ៉ាំងបរិស័ទទាំងនោះឲ្យឃើញច្បាស់និងកាន់យកដែលរីករាយនឹងធម្មកថាបរិស័ទទាំងនោះមិនស្គាល់តថាគតថាជាអ្នកណានោះទេថាជាមនុស្សឬក៏ជាទេវតាតមកព្រះពុទ្ធទ្រង់លើកយកមិមោខៈ8ធរជាគ្រឿងរួចចាស់អសវៈមកសម្ដែងប្រាប់អនន្តព្រះអង្គត្រាស់នឹងព្រះអនន្តថាមនាលអនន្តធរជាគ្រឿងរួចចាស់អសវៈមាន8ប្រការណាតើវិមុខធម៌ទាំង8ប្រការនោះដូចម្ដេចទៅវិមុខធម៌ទាំង8ប្រការនោះគឺទី1បុគ្គលបាននៅរូបឈានរមែងឃើញនៅរូបនិងកសិនទាំងឡាយមាននីលកសិនដែលអ្វីដែលឃើញថាខៀវជាដើមទី2បុគ្គលមិនមានសេចក្តីសម្គាល់នៅរូបខាងក្នុងរមែងឃើញនៅរូបខាងក្រៅគឺកសិនទាំងឡាយមាននីលកសិនជាដើមទី3បុគ្គលដែលមានចិត្តសុបកាន់ឈាននៅក្នុងវណ្ណៈកសិនដែលបរិសុទ្ធទី4បុគ្គលដែលកន្លងនៅពេលសញ្ញាដល់នៅសេចក្តីវិនាសនៃបរិក្ខសញ្ញាមិនបានធ្វើទុកនៅក្នុងចិត្តនៃនាមតតសញ្ញាដោយប្រការទាំងពួងហើយបានដល់នៅអាកាសនញ្ចាយតនឈានពីព្រោះតែធ្វើទុកនៅក្នុងចិត្តថាអាកាសមិនមានទីបំផុតដូច្នេះទី5បុគ្គលដែលបានកន្លងនៅអាកាសនញ្ចាយតនឈានដោយប្រការទាំងពួងហើយបានដល់នៅវិញ្ញាណសច្ចាយតនឈានព្រោះធ្វើទុកនៅក្នុងចិត្តថាវិញ្ញាណមិនមានទីបំផុតដូច្នេះទី6បុគ្គលដែលបានកន្លងនៅវិញ្ញាណសច្ចាយតនឈានដោយប្រការទាំងពួងហើយបានដល់នៅអកញ្ចាយតនឈានពីព្រោះធ្វើទុកនៅក្នុងចិត្តថាអ្វីដែលបន្តិចបន្តួចក៏មិនមានដូច្នេះទី7បុគ្គលដែលបានកន្លងទៅនៅអកញ្ចាយតនឈានដោយប្រការទាំងពួងហើយបានដល់នៅនេនវសញ្ញានាសញ្ញាយតនឈាននោះទី8បុគ្គលដែលបានកន្លងនៅនិវសញ្ញានាសញ្ញាយតនឈានដោយប្រការទាំងពួងហើយបានដល់នៅសញ្ញាវេទនិតនរោធៈគឺសេចក្តីរលត់នៃសញ្ញានិងវេទនានោះព្រះសាស្តាទ្រង់ត្រាស់រំលឹកព្រះអនន្តបន្តទៀតថាអំពីការដែលព្រះអង្គបានប្រឡយនៅពាក្យជាច្រើនដងធ្វើឲ្យព្រះអនន្តអរតនីព្រះដមានព្រះភិក្ខទ្រង់រស់នៅបានដល់អាយុមួយកាប់ឬក៏ច្រើនជាងមួយអាយុកាប់ប៉ុន្តែព្រះអនន្តនៅតែមិនទាន់ជ្រាបសេចក្តីព្រះសម្ពុទ្ធទ្រង់មានព្រះបន្ទូលនឹងព្រះអនន្តថាមនាអនន្តសម័យមួយតថាគតបានត្រាស់នឹងអ្នកជាដំបងនៅក្រោមដើមអច្ចបាលនិក្រូធក្បែរស្ទឹងនិរញ្ចារីនៅក្នុងភ្នំអូរុវិលនិគមគ្រានោះក្រុងមាបានចូលមកអរតនីតថាគតដោយគាថាយ៉ាងដូចនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនឥឡូវនេះសូមតថាគតបរិនិព្វានទៅនេះគឺជាកាលគួរនឹងបរិនិព្វានរបស់តថាគតហើយមនាលអនន្តតថាគតបានឆ្លើយទៅនឹងក្រុងមាដ៏មានចិត្តបាបថាមនាលក្រុងមាដ៏មានចិត្តបាបដរាបណាពួកភិក្ខុនីឧបាសកនិងឧបាសិកាដែលជាសាវកនិងសាវិការបស់តថាគតមិនទាន់បានឈ្នះវៃឃ្លាវខ្លាជាពហុសោតត្រត្រង់ធម៌ប្រតិបត្តិធម៌សំគួរដល់ធម៌ប្រតិបត្តិធម៌ដ៏សំគួរប្រព្រឹត្តតាមធម៌ទាំងមិនទាន់រៀននៅរាគៈនៃអាចារ្យរបស់ខ្លួន
ហើយមិនទាន់បានត្រាស់មិនទាន់បានសម្ដែងបញ្ញត្តិតាំងទុកបើកចែកធ្វើឲ្យនាយបានទាំងមិនទាន់បានសង្កត់សង្កិននៅបរិបវិទ្យដែលកើតមានឡើងហើយឲ្យទៅជាកិច្ចដែលសង្កត់សង្កិនបានដោយល្អតាមពាក្យដែលសមហេតុនិងមិនទាន់បានសម្ដែងធម៌ប្រកបដោយបដិហាដរាបនោះតថាគតមិនទាន់បរិនិព្វាននោះទេមនាលអានន្ទថ្ងៃនេះក្រុងមាចិត្តបាបបានចូលមកក្នុងបវាលចេតិយហើយក៏អង្វរនៅពាក្យដដែលនេះទៀតហើយមនាលអានន្ទថ្ងៃនេះតថាគតមានសតិសម្បញ្ញញ្ញៈបានដាក់អាយុសង្ខារក្នុងបវាលចេតិយអំបានមិញនេះឯងកាលបើព្រះសម្ពុទ្ធទ្រង់ព្រះតម្រិះយ៉ាងដូចនេះហើយព្រះអានន្ទក៏ក្រាបបង្គំទូលនឹងព្រះអង្គយ៉ាងដូចនេះថាបបិទ្ធព្រះអង្គដោយចម្រើនសូមព្រះអង្គស្ថិតនៅអស់មួយអាយុកាប់ទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីអនុគ្រោះដល់ជនដ៏ច្រើនដល់សត្វលោកនិងដល់មនុស្សនិងទេវតាជាដើមព្រះពុទ្ធទ្រង់ត្រាស់តបថាមនាលអានន្ទឥឡូវនេះហួសហើយកុំបីអ្នកមកអង្វរតថាគតទៀតឡើយឥឡូវនេះមិនមែនជាកាលដែលអ្នកគួរមកអារាធនាតថាគតនោះទេព្រះអានន្ទក៏សូត្រពាក្យដដែលខាងលើនេះអង្វរអារាធនាព្រះពុទ្ធអស់គម្រប់2ដងផងអស់គម្រប់3ដងផងព្រះដ៏មានព្រះភិក្ខក៏ទ្រង់ត្រាស់ថាមនាលអានន្ទតើអ្នកជឿលើពោធិញ្ញាណរបស់តថាគតដែរឬទេព្រះអានន្ទក៏ទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គជឿហើយព្រះបរមសាស្តាទ្រង់ត្រាស់បន្តថាមនាលអានន្ទបើអ្នកជឿដែរចុះហេតុអ្វីក៏អ្នកនៅទទូចអង្វរតថាគតដល់ទៅ3ដងយ៉ាងដូចនេះបើអ្នកហាលពោលអារាធនាដល់តថាគតវិញមិនបាច់ពោលដល់ទៅ3ដងយ៉ាងដូចនេះទេអស់ត្រឹមតែ1ដងតថាគតទទួលបាត់ទៅហើយព្រះអានន្ទបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះពុទ្ធដីកានេះខ្ញុំព្រះអង្គបានស្ដាប់ក្នុងទីចំពោះព្រះភ័ក្ត្រហើយបានត្រង់រងក្នុងទីចំពោះព្រះភ័ក្ត្ររួចហើយថាមនាលអានន្ទអធិបាតទាំង4បើបុគ្គលណាមួយបានចម្រើនហើយបានធ្វើរឿយហើយបានធ្វើឲ្យដូចជាយានហើយបានធ្វើឲ្យទៅជាទីនៅហើយបានតាំងទុកជារឿយរួចទៅហើយបានសន្សំទុកហើយបានប្រារព្ធដោយល្អហើយបុគ្គលនោះបើប្រាថ្នានឹងស្ថិតនៅគប្បីស្ថិតនៅបានមួយអាយុកាប់ឬក៏លើសជាងមួយអាយុកាប់ផងព្រះពុទ្ធទ្រង់ត្រាស់បន្តថាមនាលអានន្ទបើតថាគតប្រាថ្នានឹងស្ថិតនៅតថាគតអាចស្ថិតនៅអស់ពេលមួយអាយុកាប់ឬក៏លើសពីមួយអាយុកាប់ក៏បានតើអ្នកជឿដែរឬទេព្រះអានន្ទទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គជឿហើយព្រះពុទ្ធក៏ទ្រង់ត្រាស់ថាមនាលអានន្ទបើដូច្នេះនេះគឺជាអំពើទោសរបស់អ្នកហើយនេះគឺជាកំហុសរបស់អ្នកហើយព្រោះអីតថាគតបានប្រឡយពាក្យនេះជាច្រើនលើកច្រើនគ្រារួចទៅហើយដើម្បីឲ្យអ្នកអារាធនាដល់តថាគតក៏ប៉ុន្តែអ្នកនៅតែមិនទាន់យល់នៅសេចក្តីនេះច្បាស់លាស់បានមនាលអានន្ទតថាគតបានប្រឡយពាក្យយ៉ាងដូចនេះដល់អ្នកចំនួន16ដងរួចទៅហើយគឺ10ដងនៅកន្លែងទាំងឡាយចិត្តក្រុងរាជក្រឹសនិង6ដងទៀតនៅកន្លែងទាំងឡាយចិត្តក្រុងវេសាលីចំនួន10ដងនៅចិត្តក្រុងរាជក្រឹសនោះគឺទី1នៅលើភ្នំកិច្ចកោฏទី2នៅក្នុងគោលដំមនិក្រូធទី3នៅចិត្តជ្រោះជាទីទម្លាក់ចោលទី4នៅក្នុងសត្តបនគុហាខាងភ្នំវេភិភិរៈទី5នៅក្នុងកាលិសិលាថ្មខ្មៅខាងភ្នំអិសិគិលិទី6នៅក្នុងសបសោតិកបភិរៈគឺត្រពាំងទឹកនៃសត្វពស់នៅក្នុងសេតវ័នព្រៃត្រជាក់ទី7នៅក្នុងតបោតិរាមវត្តដែលនៅចិត្តស្ទឹងតបោទាទី8នៅក្នុងវេលវ័ន
កនន្តកទិវាបដ្ឋានទី9នៅក្នុងជីវកម្មវ័ននិងទី10នៅក្នុងវត្តៈកច្ឆមតតិយវ័នចំនួន6ដងទៀតនៅចិត្តក្រុងវេសាលីនោះគឺទី1នៅក្នុងឧទេនចេតិយទី2នៅក្នុងគោតមចេតិយទី3នៅក្នុងស្ថាតម្មចេតិយទី4នៅក្នុងពហុបត្តចេតិយទី5នៅក្នុងសរន្តនចេតិយនិងទី6នៅក្នុងបវាលចេតិយនេះឯងមនាលអានន្ទក្រែងតថាគតបានប្រាប់អ្នកពីមុនរួចទៅហើយថាសេចក្តីប្រត់ប្រាស់សេចក្តីវិនាសសេចក្តីប្រែប្រួលចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តនោះរមែងតែងតែមានជាធម្មតាមនាលអានន្ទព្រោះហេតុដូច្នោះបុគ្គលមិនមានសេចក្តីទៀងទាត់នោះទេមិនដែលថាគ្មានការប្រត់ប្រាស់អំពីខណ្ឌទាំង5បាននោះទេធម្មជាតិណាកើតឡើងហើយសង្ខារណាដតៈតែងឡើងហើយតែងតែមានសេចក្តីវិនាសទៅវិញជាធម្មតាបុគ្គលណានឹងពោលផាត់ថាមិនឲ្យវិនាសមិនឲ្យហេតុណានីមួយនោះពិតជាមិនបានសោះនោះឡើយមនាលអានន្ទម្យ៉ាងវិញទៀតធម្មជាតិឯណាដែលតថាគតបានទាត់ចោលហើយបានខ្ជាក់ចោលហើយបានជំរុះចោលហើយបានលះបង់ចោលហើយបានបន្សត់ចោលហើយអាយុសង្ខារតថាគតក៏បានដាក់ចុះហើយមិនបានឃើញព្រះគួសងវេកណាស់អើយឃើញតែបាំងដេកមាមិនបានឃើញព្រះគួសងវេកណាស់អើយឃើញតែបាំងដេកមាទុំយ៉ាងស្លុកស្ដឹងឥតមានណាយចរចាទុំយ៉ាងស្លុកស្ដឹងឥតមានណាយចរចាគួរឲ្យសោកាចិនដាឡៃយើងខ្ញុំព្រះអង្គសូមលើកកុំបងអើយបងអោនហង្រតីយើងខ្ញុំព្រះអង្គសូមលើកកុំបងអើយបងអោនហរតីគោរពវន្ទាអង្គព្រះអើយចិនស្រីគោរពវន្ទាអង្គព្រះអើយចិនស្រីសូមមានសេរីផុតភ័យទៅអើយសូមថ្វាយបង្គំសត្តមហាឋានមហាឋានដែលទ្រង់ធ្លាប់បានគង់អាស្រ័យនៅសោយមុតតសុខចិត្តឥតមងសៅសុខស្ងប់ពេកកើ7សប្តាហ៍ព្រះស
សប្តាទី3រតនំចុងក្រមឋានទីឧត្តមដែលទ្រង់រំពឹងសោយវិញមុតទៅសុកគីងលេះសូនឈឹងហាងរតីសាញ់ចឹងនឹកដល់ពូធីញៀនសប្តាទី5អច្ចបាលninhគ្រូតទ្រង់គង់រហូត7เอาថ្ងៃជាងសប្តាទី6មុជជាលិនទាំងរាជជាយតនៈសប្តាទី7សំពីនឹងគុណព្រះមនីបរមសាស្តាសូមបុណ្យកុសលផលឡានិសង្ឃលំអត់អោនអង្គទាំងកាយវាចាសូមជានិស័យឆ្លងវត្តសង្សារពុនចាំទុកខារៀងរហូត